ជំរាបសួរលោកគ្រូនិងខ្ញុំឈ្មោះមួសរណេចមកពីក្រុម SV34 ថ្ងៃនេះខ្ញុំមកធ្វើអេសសាយដែលលោកគ្រូបានដាក់ឲ្យធ្វើ shortcut command and argument ដែលនេះគឺជា command ដែលខ្ញុំបានយកមកប្រើប្រាស់នៅក្នុង exercise ហ្នឹងជាដំបូងយើងត្រូវបង្កើត folder SV34 មួយសិនចឹងខ្ញុំសូម copy command នេះយកទៅ paste ហ្មងយើង enter មកបន្ទាប់ពីយើងបង្កើត folder ហើយយើង ls វាមួយមកនេះគឺជា folder ដែលយើងបានបង្កើតមិញហ្នឹងបន្ទាប់ពីយើងបង្កើតហើយយើងចូលទៅ folder SV34 ហ្នឹងចឹងខ្ញុំសូម copy command យើង paste វាមកហើយ enter បន្ទាប់ពីយើងបានចូលទៅដល់ folder SV34 ហើយយើងទៅបើកបង្កើត file SV34.sh អញ្ចឹងយើងប្រើ command vim SV34.sh អញ្ចឹងខ្ញុំសូម copy តោះមកយើង paste បន្ទាប់ពីវាចេញបែបនេះយើងចុច key I ដើម្បីយើង insert ទិន្នន័យចូលអញ្ចឹងខ្ញុំសូមចុច I អញ្ចឹងខ្ញុំសូម copy ទិន្នន័យទាំងនេះចូលដើម្បីបានទិន្នន័យអញ្ចឹង copy ហើយយើងយកមក paste នៅខាងលើនេះបន្ទាប់ពីយើង paste វាហើយយើងចុច escape បន្ទាប់ពីចុច escape ហើយយើងចុច shift ចុច 2 ហើយយើងបែរពាក្យ WQ ដើម្បី save ហើយចាក់ចេញពីកន្លែងហ្នឹង enter បន្ទាប់ពីយើងបានបញ្ចូលទិន្នន័យចប់ហើយយើងមក comment ch mode នេះ100អញ្ចឹងយើង copy វាមក paste បន្តមកទៀតយើងមក vim វាម្ដងទៀតចុច command នេះយើង copy វាមកទៀតមកហើយយើង paste នៅលើនេះ enter បន្ទាប់ពីចូលមកដល់ត្រង់ចំណុចនេះយើងត្រូវ copy command នេះដាក់ចូលអញ្ចឹងយើងអាចចុច key I ដើម្បី insert អញ្ចឹងនេះគឺជា command ដែលខ្ញុំបាន insert មុនហ្នឹងហើយខ្ញុំសូមចុច escape បន្ទាប់ពីចុច escape ហើយយើងចុច shift ចុច 2 ហើយយើងចុច WQ មកដើម្បី save ហើយចាក់ចេញបន្ទាប់ពី command ហើយយើងចូលមកដល់ command នេះsource នេះយើង copy វាមកយើង paste វាសិនមកហើយ enter បន្ទាប់ពីយើងបាន command ជាច្រើនមកយើងអាចប្រើ shortcut បានហើយអញ្ចឹងយើងអាច command Select com ហើយយើងដាក់ RAM មកដើម្បីមើលទិន្នន័យរបស់ RAM នេះវាបង្ហាញទិន្នន័យរបស់ RAM មកហើយអញ្ចឹងយើងចូលទៅមើល CPU នេះគឺជាទិន្នន័យរបស់ CPU ដែលវាបានបង្ហាញបន្តមកទៀតយើងចូលទៅកាន់ HDD នេះគឺជា file ទិន្នន័យរបស់ HDD ហើយយើងចូលទៅ network ម្ដងចុច net enter មកនេះគឺជាទិន្នន័យរបស់ network របស់យើងហើយមួយចុងក្រោយយើងទៅមើលឋានអញ្ចឹងយើងវាយពាក្យឋានមកនេះគឺជាទិន្នន័យរបស់ឋានដែលវាចាប់យករបស់ខ្មែរហើយខែបច្ចុប្បន្នរបស់យើងអញ្ចឹងលើកមកខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងអរគុណលោកគ្រូ